បាទគាត់ទៅឃើញក្បាលវីដេអូបាទបងប្អូនអាចស្គាល់ថាបំពងនេះគឺជាបំពងអ្វីបាទមួយរយៈនេះដែលបាទផុសរីថតใน YouTube អីចែកចាយបងប្អូនបានទស្សនាដូចសពរដងទេបាទឡើយកុំឲ្យខាត់ពេលទៅមើលការធ្វើរបស់គ្នាតែធ្វើដល់របៀបម៉េចបាទដំបូងយើងយកប្រហុកមកចិញ្ច្រាំបាទដោយប្រហុកនេះទិញគេប៉ុន្តែប្រហុកនេះគេធ្វើបាទនឹងវាអត់សូវប្រៃនេះដូច្នេះហើយខ្ញុំក៏មិនបាច់ជាលាងទឹកទេព្រោះក៏ធ្វើស្អាតណាស់អញ្ចឹងយកមកចិញ្ច្រាំតែម្ដងបាទហើយចិញ្ច្រាំនេះការចិញ្ច្រាំរៀងយូរទីដែរហើយយើងលាយជាមួយនឹងម្ទេសបាទចំណាំម្ទេសនេះខ្ញុំដាក់រៀងគ្រាន់ដែរហ្នឹងណាបាទម្ទេសទិញមកឡើង2000អញ្ចឹងដាក់ទាំងអស់តែម្ដងទៅតែវាអត់ហឹលផងហើយបន្ទាប់មកទៀតលាយជាមួយនឹងសាច់ជ្រូកបាទសាច់ជ្រូកខ្ញុំដាក់ប្រហែលជាជិត1ខាំបាទដោយបែងចែកសាច់កន្លះខាំហើយខ្លាញ់កន្លះខាំដើម្បីចិញ្ច្រាំលាយច្របល់ចូលគ្នាបាទហើយការចិញ្ច្រាំវារៀងសព្វទៅហើយចំពោះគ្រឿងគឺខ្ញុំចាក់ចូលជាមួយម្ដងច្រាំប៊ីជីស្ករអំបិលនេះដាក់ជាមួយគ្នាតែម្ដងឥឡូវមកដល់វគ្គយើងដាក់ខ្ទះចាក់ខ្លាញ់បាទហើយនេះយើងបំពងខ្ទឹមឲ្យវារៀងឈ្ងុយបន្តិចបានយើងចាប់ដើមចាក់ប្រហុកចិញ្ច្រាំទៅជ្រូកយើងដាក់ចូលតែម្ដងបាទឥឡូវខ្ទឹមកូរទៅរៀងហើយចង់ខ្លោចហើយដាក់លើក្រូចបន្តិចឲ្យវាចាប់ក្លិនបន្តិចណាព្រោះថាសាច់ជ្រូកឆ្អាបផងឲ្យផុកយើងនេះធំក្លិនតិចដែរអញ្ចឹងយើងធ្វើអញ្ចឹងទៅដើម្បីកាត់ចំអាបខ្លះតែមកយើងបាទចូលត្រឡប់វាកូរឲ្យវាចាំកូរឲ្យវាស្ងួតបាទចាប់ដើមកូរដែរហ្នឹងផាយចូលវីដេអូនេះទៅ3នាទីវាទៅការធ្វើរឿងយូរបាទហើយតិចដល់វគ្គដែលខ្ញុំត្រូវដាក់ត្រប់ពុតញងតែមិនតាន់ដល់នេះពងគោវាឲ្យវាថ្ងៃទីដែរកុំភ្លេចដាក់ទឹកឥឡូវខ្ញុំគ្របនាទីសោះបាទដើម្បីឲ្យឆ្អិនសាច់ជ្រូកផងបាទព្រោះបើតាមប្រហុកវាឆ្អិនដល់យូរតែនៅសាច់ជ្រូកឥឡូវយើងប៉ើងវាមើលហើយវារៀងចង់ដាច់ទឹកតែវានៅពុះក្រាក់ហ្នឹងហើយអញ្ចឹងហើយត្រៀមនឹងយកត្រប់ពុតញងមកដាក់ចំពោះត្រប់ពុតញងអាហ្នឹងវាសាច់តែយើងចង់ដាក់មិនក៏បានយើងចង់ហូបក្រៅក៏បានមិនចង់ដាក់ក៏បានតែដោយចំណង់មើលចិត្តរបស់ខ្ញុំតែចូលចិត្តដាក់បាទយើងដាក់ចូលតែម្ដងបាទត្រប់ពុតញងទៅបេះពីចំការមកធម្មជាតិសិតមកមិនទិញទៀតទេព្រោះសត្វនេះតាណាក៏មានដោះដែរខែណាក៏មានដែរចេះដាច់ទេត្រប់ពុតញងតាមចការតែនៅមានតែម្ដងពីដើមមកបេះយកមកត្រៀមបុកទឹកគ្រឿងបុកអីចឹងណាបាទហើយចំពោះវីដេអូនេះក៏មិនមានអីវែងឆ្ងាយដែរហើយការធ្វើនេះមើលទៅមិនតំណងអីបងប្អូនជួយcomment អីប្រាប់ផងបាទហើយបើពេញចិត្តវីដេអូនេះកុំភ្លេចជួយ subscribe ឲ្យម្នាក់មួយផងបាទព្រោះនេះជាមុខម្ហូបរបស់កងកម្លាំងបាទដែលឈរជើងនៅជួរមុខបាទហើយចិត្តអស់ហើយវីដេអូនៅសល់តែប្រហែល12នាទីទៀតទេបាទហើយម្ហូបយើងក៏វាមុំអាចនឹងចាប់ដើមទទួលទានបានដែរហើយអញ្ចឹងជម្រាបលាសិនហើយបាយបាយ